កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Biden គឺត្រូវបានចាប់ប្រកាន់ដោយនាយកដ្ឋានសហភាពអឺរ៉ុបនៅថ្ងៃប្រហោះសប្តាហ៍កន្លងទៅជុំវិញការរំលោភលើច្បាប់មាតិកាអនឡាញរបស់សហភាពអឺរ៉ុបហើយអាចប្រឈមទៅនឹងការផាកពិន័យរហូតដល់ 6% នៃប្រាក់ចំណូលសកលរបស់ខ្លួនគណៈកម្មការអឺរ៉ុបបាននិយាយថាខ្លួនបានបញ្ជូនការរកឃើញបឋមរបស់ខ្លួនទៅកាន់ TikTok បន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្ដើមកាលពីខែកុម្ភៈឆ្នាំមុននៅក្នុងឯកសារនោះ TikTok បានបរាជ័យនៅក្នុងការអនុលោមតាមកាតព្វកិច្ចរបស់ច្បាប់សេវាកម្ម Digital ដែលហៅកាត់ថា DSA នៅក្នុងការបោះពុម្ពផ្សាយពាណិជ្ជកម្មដែលអនុញ្ញាតឲ្យអ្នកស្រាវជ្រាវនិងអ្នកប្រើប្រាស់រកឃើញការផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់នោះច្បាប់សេវាកម្ម Digital ដែលហៅកាត់ថា DSA គឺតម្រូវឲ្យវេទិកាអនឡាញចាត់វិធានការកាន់តែខ្លាំងដើម្បីដោះស្រាយខ្លឹមសារដែលខុសច្បាប់និងបង្កគ្រោះថ្នាក់ព្រមទាំងផ្ដល់នូវព័ត៌មានទៅលើការផ្សាយពាណិជ្ជកម្មផងដែរតែទន្ទឹមនឹងករណីទាំងអស់នេះគណៈកម្មការអឺរ៉ុបបាននិយាយថា TikTok គឺមិនបានផ្ដល់នូវព័ត៌មានលម្អិតអំពីខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មអ្នកប្រើប្រាស់គោលដៅនិងអ្នកដែលបានបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មនោះទេគួរជំរាបជូនផងថាអ្នកនាំពាក្យរបស់ TikTok បាននិយាយថាគណៈដែលយើងគ្រប់គ្រងដល់គោលដៅនៃបទបញ្ញត្តិនិងបន្តកែលម្អឧបករណ៍ដំណាភាពនៃការផ្សាយពាណិជ្ជកម្មរបស់យើងមិនយល់ស្របទៅនឹងការបកស្រាយមួយចំនួនរបស់គណៈកម្មការទេហើយក៏សម្គាល់ឃើញថាការណែនាំកំពុងតែត្រូវបានបង្ហាញតាមរយៈការរកឃើញបឋមជាជាងគោលការណ៍ណែនាំសាធារណៈច្បាស់លាស់